ព្រះពិត3អង្គការរំលត់នៅភ្លើងកិលេសរបស់អាត្មាដែលនៅក្នុងវត្តនាជើងភ្នំសុថេបបានប្រព្រឹត្តទៅដោយស្រួលអាត្មាភ្ញាក់ពីការចាំវត្តនៅវេលាម៉ោង 4 ព្រឹកដោះធ្មេញលាងមុខរួចរាល់អស់ហើយក៏ចូលទៅបន្ទប់ថ្វាយបង្គំព្រះសូត្រមន្តឧទ្ទិសបុណ្យកុសលជូនដល់មាតាបិតាគ្រូបាអាចារ្យនិងគ្រប់សន្តនិកទាំងអស់ក្នុងភពទាំង3អស់វេលាប្រហែលជាកន្លះម៉ោងគឺដល់ម៉ោង 4 កន្លះក៏ក្រងជីវរចេញដើរចង្ក្រមតាមផ្លូវចង្ក្រមនេះគឺរវាងដើមកកោះពីរដើមដែលទាំងពីរដើមដាក់ខ្វែងគ្នាទៅខាងមុខចូលភ្នែកទៅ4ព្យាមក៏ដើរតិចមកសង្រួមចិត្តឲ្យទៅជាសមាធិតាំងសតិក្នុងកិរិយាលើកជើងឈានដើរអស់រយៈពេលវេលាប្រមាណជាម៉ោង 5ឈប់ដើរចង្ក្រមទៅអង្គុយសម្រាកសម្រួលអិរិយាបថនៅរានហាលខាងមុខកុដិដែលគេតែងតែសម្រាកនៅពេលអង្គុយតែងតែព្យាយាមគិតដល់ធម៌ណាមួយយកមកពិចារណាលុះដល់មានពន្លឺប្រកបចែងចាំងចេញអំពីមេឃមកពីទិសបូព៌ាបរិយាកាសក្នុងវត្តអារាមក៏ចាប់ផ្ដើមមានសម្លេងអ៊ូអរដោយសម្លេងសត្វចាបក្អែកដែលភ្ញាក់ពីដំណេកស្រែកប្រគកហៅគ្នារកស៊ីទើបអាត្មាចូលទៅបន្ទប់រៀបចំរបស់របរដាក់ឲ្យមានរបៀបរៀបរយជូតក្តារនៅក្នុងបន្ទប់និងបរិវេណកុដិឲ្យស្អាតក្រោយអំពីនោះមកប្រសិនជាអាកាសធាតុក្តៅក៏ទៅក្រៅស្រង់ទឹកជំរះកាយពេលបានត្រជាក់ខ្លួនស្រួលស្រឡះមុខស្រឡះមាត់ហើយក៏ក្រងជីវរពាក់សង្ឃាដីចាប់យកបាតមកស្ពាយហើយក៏ចេញដើរទៅបិណ្ឌបាតតាមភូមិអ្នកស្រុកដែលនៅជិតវត្តនាទិសខាងកើតនៅពេលបានចង្ហាន់គ្រប់សំលមមហើយក៏វិលត្រឡប់មកវត្តវិញអង្គុយសម្រាកកំចាត់ហត់ទើបចាប់ផ្ដើមឆាន់ដោយបើកកញ្ចប់ម្ហូបផ្សេងចាក់ចូលទៅក្នុងបាតហើយសង្រួមគិតក្នុងចិត្តថាយើងនឹងបរិភោគអាហារនេះគ្រាន់តែទ្រទ្រង់ជីវិតឲ្យបានរស់នៅហើយរស់នៅដើម្បីធ្វើនៅអំពើល្អដល់ខ្លួនឯងនិងអ្នកដទៃមិនមែនបរិភោគដើម្បីឆ្ងាញ់ដើម្បីសប្បាយឬដើម្បីរូបរាងកាយស្រស់ស្អាតគឺបរិភោគដើម្បីតែរកឃ្លានឲ្យដូចជាមនុស្សដែលឈឺត្រូវការលេបថ្នាំនៅពេលពិចារណារួចហើយក៏ចាប់ផ្ដើមឆាន់ដោយការសង្រួមពេលឆាន់រួចហើយក៏ចាប់ផ្ដើមយកកាកសំណល់ទៅចាក់ឲ្យឆ្កែពីក្បាលដែលមកអង្គុយចាំទទួលអាហារសេះសល់អំពីរៀងរាល់តែថ្ងៃនាព្រឹកនាវេលាព្រឹកលុះលាងបាតរួចហើយក៏ជូតយកកន្ធរទៅចាក់ឲ្យលាងព្រមទាំងកែវទឹកសមស្លាបព្រាជូតហើយក៏ទុកដាក់ចូលតាមកន្លែងរៀបរយទើបអង្គុយសង្រួមចិត្តនឹកឧទ្ទិសចំណែកបុណ្យនេះជូនទៅដល់ម្ចាស់ទានសូមឲ្យបានសេចក្តីសុខកាយសប្បាយចិត្តប្រះចាកនៅរោគាព្យាធិទាំងពួងតម្រាំតែនឹងចប់សពគ្រប់ម៉ោងឈានចូលទៅដល់10ទៅហើយនៅពេលក្រោយនេះទើបចាប់ផ្ដើមយកសិភៅធម៌ខ្លះវិទ្យាការខ្លះនិងសារក្តីខាងផ្លូវលោកខ្លះដើម្បីឲ្យយករហូតដល់ម៉ោង 1 រសៀលទើបឈប់សម្រាកមុននឹងចូលសម្រាកតែងតែកំណត់នៅក្នុងចិត្តថានឹងតានឡើងនៅក្នុងវេលាម៉ោង 1លុះដល់ម៉ោង 2 រសៀលក៏តានឡើងលាងមុខមាត់ហើយក៏ទើបទៅអង្គុយលើគ្រែឫស្សីនៅក្រោមឈើក្បែរមាត់អាងទឹកអានសៀវភៅខ្លះពិចារណាក្នុងធម៌ខ្លះសរសេរទុកនៅការគិតថ្មីដែលកើតឡើងពីការពិចារណានៅក្នុងធម៌ខ្លះសរសេរទុកនៅក្នុងសៀវភៅផ្ទាល់ខ្លួនខ្លះទៅសន្ទនាជាមួយនឹងភ្ញៀវដែលគេមកជួបខ្លះក្រោយអំពីនោះមកលុះដល់ម៉ោង 5 ល្ងាចអាត្មាក៏ត្រឡប់ទៅកុដិវិញបោសសម្អាតក្នុងបរិវេណកុដិជូតដុសក្តារក្នុងកុដិដងទឹកសម្រាប់ឆាន់និងដាក់ពាងហើយស្រង់ទឹកជំរះកាយលុះដល់ម៉ោង 7 យប់ទើបក្រងជីវរទៅសន្ទនាធម៌ជាមួយនឹងភិក្ខុជាមិត្តនៅក្នុងកុដិផ្សេងលុះដល់ម៉ោង 8 យប់ទើបត្រឡប់មកកុដិវិញហើយក៏ដើរចង្ក្រមប្រហែលជា30 ឬ 40 នាទីទើបអង្គុយសម្រាកនៅរានហាលមុខកុដិ
ពេលបាត់ហត់ហើយក៏ចូលទៅក្នុងកុដិបិទទ្វារហើយអង្គុយនៅកន្លែងធ្វើសមាធិកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានលុះម៉ោង 9 យប់ទើបថ្វាយបង្គំព្រះពេលល្ងាចរួចហើយក៏សង្រួមចិត្តត្រួតមើលនៅការបដិបត្តិរបស់ខ្លួនតាំងតែអំពីព្រឹកព្រលឹមរហូតមកដល់ពេលនេះតើមានអ្វីខុសឆ្គងមិនសមខ្លះដែរឬទេព្រមទាំងការបដិបត្តិរាល់ថ្ងៃក្នុងព្រះវិន័យនិងផ្លូវចិត្តនៅពេលដែលដឹងថាការខុសឆ្គងមិនសមទំនងបន្តិចបន្តួចត្រូវតាំងចិត្តសាជាថ្មីថានឹងធ្វើឲ្យបានល្អឡើងវិញនាថ្ងៃខាងមុខបើឃើញថាខ្លួនឯងបានបដិបត្តិល្អហើយក៏កើតមានបៃតិបញ្ចិតផ្សាយបុណ្យឧទ្ទិសកុសលដែលកើតអំពីការធ្វើអំពើល្អនោះដល់មេត្តាបិតាគ្រូបាព្យាយនិងសត្តនិកគ្រប់ទិសហើយក៏ប្រះខ្លួនសឹងទៅដោយការតាំងចិត្តថានឹងភ្ញាក់នៅវេលាម៉ោង 4 ភ្លឺអាត្មាបដិបត្តិយ៉ាងនេះរៀងរាល់ថ្ងៃឃើញថាមានសេចក្តីសុខស្ងប់ទាំងផ្លូវកាយទាំងផ្លូវចិត្តផ្នែករាងកាយក៏គ្មានរោគាព្យាធិមកបៀតបៀនចំណែកឯផ្នែកផ្លូវចិត្តក៏សុខស្ងប់ឡើងបានច្រើនគឺជាសេចក្តីស្ងប់សុខត្រជាក់ជាទីបំផុតហើយដែលកាលពីមុនមកមិនដែលបានជួបប្រទះនៅក្នុងជីវិតនេះប្រហែលសេចក្តីសុខនេះហើយដែលជានិរិះមយសុខដែលព្រះអរិយបុគ្គលលោកទ្រង់ត្រាស់សរសើរនៅក្នុងផ្នែកការបង្រៀនដល់អ្នកដទៃនេះអាត្មាក៏ធ្វើតាមពេលវេលាដែលផ្ដល់ឲ្យដូចជាមានពេលមួយនោះអាត្មាកំពុងតែអានសៀវភៅលើគ្រែនាមមាត់ស្រះទឹកមានប្រុសស្រីក្មេងមួយគូដើរចូលមករកអាត្មាតាំងពីអ្នកពាក់អាវដៃវែងមានឆ្នូតក្រឡាមិនគួរមើលទេស្លៀកពាក់ខោរិតតាំងសឹងតែអង្គុយបាត់ជើងមិនកាត់ចំណែកឯប្រុសវិញទុកសក់វែងឯស្រីកាត់សក់ខ្លីសឹងតែមើលមិនស្គាល់ថាតើណាមួយជាប្រុសណាមួយជាស្រីអាត្មាមិនបានជាយកចិត្តទុកដាក់ប៉ុន្មានទេចំពោះសម្លៀកបំពាក់របស់គេនោះគ្រាន់តែគិតនៅក្នុងចិត្តថាការតែងខ្លួនរបស់មនុស្សតែងតែផ្លាស់ប្ដូរទៅតាមប្រសេនៃវេលាលោកជាធម្មតាមានតែសម្លៀកបំពាក់របស់ព្រះសង្ឃប៉ុណ្ណោះទើបមិនមានការប្រែប្រួលរហូតជាង 2500 ព្រះវស្សាមកហើយព្រះតេជគុណតើមានរបស់ល្អសម្រាប់ការពារខ្លួនដែរឬទេប្រុសកំឡោះសួរឡើងក្រោយពីបានអង្គុយហើយក៏លើកដៃសំពះមានអាត្មាពោលដោយពាក្យយ៉ាងខ្លីមេត្តាឲ្យខ្ញុំកណានិងមិត្តរបស់ខ្ញុំកណាសូមយកទុកគោរពខ្លះបានទេឬទៀនគេនិយាយហើយក៏ងាកសម្លឹងទៅមិត្តស្រីដែលអង្គុយបាត់ជើងប្រែចុះប្រែឡើងដោយពិបាកឲ្យក៏បានប៉ុន្តែខ្លាចក្រែងតែញោមមិនទទួលអាត្មាឆ្លើយតបប្រើពាក្យជំនួសឈ្មោះថាញោមដូចជាស្ដាប់ទៅមិនសូវជាចូលត្រចៀកនៅពេលដែលយកមកប្រើជាមួយនឹងក្មេងកំឡោះដូចនេះប៉ុន្តែអាត្មាប្រើពាក្យថាញោមជាមួយនឹងមនុស្សគ្រប់វ័យមកជាយូរយារឆ្នាំណាស់មកហើយចាំបាច់ថាបើតាំងតែពីវ័យដំបូងដែលបានបួសមកម្លេះទើបមិនមានការប្លែកយ៉ាងណាឡើយខ្ញុំកណាមិនទទួលដូចម្ដេចបានបើព្រះអង្គប្រទានឲ្យហើយគេឆ្លើយដោយសម្ដីបង្ហាញឲ្យឃើញថានៅមានការសង្ស័យខ្លះប៉ុន្តែញោមនៅមិនទាន់ដឹងថាតើរបស់ល្អដែលអាត្មានឹងឲ្យសម្រាប់ការពារខ្លួននោះតើជាអ្វីបើដឹងវិញនោះប្រហែលជាញោមមិនចង់បានទេអាត្មានឹងប្រាប់ក៏បានដែរថារបស់ដែលអាត្មាប្រើការពារខ្លួនជាអ្វីគឺរបស់នេះឯងអាត្មាក៏លើកយកជាជីវរមកឲ្យគេមើលកំឡោះនឹងនាងក្រមុំនោះក៏សែកឡើងខឹកព្រមគ្នាញោមអាចថាអាត្មាចូលចិត្តនិយាយលេងក៏ថាបានប៉ុន្តែអាត្មាមិនចេះនិយាយលេងទេគឺការរបស់នេះហើយដែលជារបស់ការពារខ្លួនដែលល្អជាទីបំផុតក្នុងលោកមិនមែនជាអាវដែលធម្មតាទេតែជាអាវដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្រទានទុកឲ្យមកជាង 2500 ព្រះវស្សាមកហើយជនណាប្រើប្រាស់អាវដែកនេះការពារខ្លួនអ្នកនោះមិនត្រឹមតែផុតពីគ្រោះថ្នាក់ដោយគ្រាប់កំ
ក៏នឹងអាចបានទទួលនូវការគោរពរាប់អានពីប្រជាជនផ្សេងទៀតផងប្រសិនបើជាញោមពាក់អាវដែលបែបនេះមែនទែននោះពេលដើរចូលទៅទីក្រុងនៅពេលប្រជាជនឃើញអាចនឹងមានការភ្ញាក់ផ្អើលខ្លាចអ្នកខ្លះទៀតក៏អាចស្អប់អ្នកខ្លះទៀតក៏អាចសើចប៉ុន្តែបើពាក់អាវដែលជារបស់ព្រះពុទ្ធវិញនៅពេលដែលគ្រប់គ្នាបានឃើញហើយគេក៏នឹងយល់បានភ្លាមថានេះជាទង់នៃព្រះអរិយបុគ្គលជាសញ្ញានៃសេចក្តីសុខស្ងប់សេចក្តីបរិសុទ្ធស្អាតជាប្រក្តីគេនឹងកើតសេចក្តីគោរពរាប់អាននៅពេលដែលពិបាកចិត្តគេនឹងមានសេចក្តីធូរស្បើយនៅក្នុងចិត្តនៅពេលដែលបានជប់ហើយប៉ុន្តែប្រសិនជាញោមពាក់អាវដែកនេះមែនទែននោះញោមអាចទៅរកទិញម្ហូបអាហារដោយខ្លួនឯងប៉ុន្តែប្រសិនជាញោមពាក់អាវដែករបស់ព្រះសម្មាសម្ពុទ្ធអង្គវិញនោះនឹងមានមនុស្សនាំយកនៅម្ហូបអាហារមកប្រគេនថែមទាំងលើកដៃសំពះទៀតផងតែញោមយល់ឃើញថាអាវនេះមានឥទ្ធិពលដែរឬយ៉ាងណាឃើញហើយព្រះអង្គប្រុសកំឡោះនោះឆ្លើយតបដោយញញឹមប៉ុន្តែខ្ញុំកណាមិនអាចទទួលបានទេទៀនព្រោះខ្ញុំកណាមិនទាន់ចង់បួសតើរបស់ការពារខ្លួនផ្សេងទៀតជាដូចជាព្រះអង្គទ្រង់គ្រឿងតើព្រះអង្គមានខ្លះដែរឬទេខ្ញុំកណាចង់បានបែបនេះច្រើនជាងព្រះគ្រឿងមិនមែនពិតមានទេប៉ុន្តែដែលអាត្មាមាននោះគឺជាព្រះពិតមិនមែនជាព្រះខ្លែងខ្លាយទេបើញោមត្រូវការព្រះពិតអាត្មាអាចឲ្យបានប៉ុន្តែបើញោមចង់បានព្រះខ្លែងខ្លាយត្រូវទៅរកនៅកន្លែងផ្សេងហើយខ្ញុំកណាសូមព្រះពិតនាងស្រីក៏ស្ដីឡើងខ្លះក្រោយពេលដែលបាននៅស្ងៀមមកជាយូរហើយព្រះកាល័យព្រះមិនពិតតែយកមកធ្វើអ្វីនាងស្រីសម្ដែងកាយវិការមិនពេញចិត្តនៅការនិយាយលេងរបស់អាត្មាប៉ុណ្ណាទៀនប្រុសកំឡោះឆ្លើយឡើងយើងចង់បានព្រះពិតទៀនអាត្មាសួរមើលដើម្បីសេចក្តីប្រកបនៅក្នុងចិត្តពីព្រោះមានមនុស្សជាច្រើនដែលមករកអាត្មាដើម្បីសុំតែព្រះអង្គកាល័យគឺមិនពិតនៅពេលដែលអាត្មាឲ្យព្រះអង្គពិតគេមិនពេញចិត្តសុំដូរយកព្រះកាល័យមិនពិតទៅវិញលុះមកដល់ពេលនេះអាត្មាសង្កេតឃើញថាក្មេងកំឡោះនឹងនាងក្រមុំនេះសម្លឹងមុខគ្នានឹងសម្ដែងនៅរឹកពីផ្លែកនៅក្នុងចិត្តហើយប្រុសកំឡោះក៏បាននិយាយឡើងខ្ញុំក៏ណាយល់ថាពាក្យពោលរបស់ព្រះអង្គនេះពោពេញទៅដោយន័យខ្លួនខ្ញុំក៏មិនទាន់ប្រកាសនៅក្នុងចិត្តថាព្រះអង្គនឹងចេញមកពីផ្លូវណាជួនកាលអាចត្រូវព្រះអង្គបញ្ឆោតដូចជារឿងជីវរនៅពេលដែលមនុស្សក៏ថាបានអាត្មាក៏មិនពេញចិត្តបន្តិចបន្តួចដែលគេហៅថាអាត្មានិយាយពាក្យបញ្ឆោតប៉ុន្តែធម្មតាសង្កេតមើលចិត្តរបស់ខ្លួនជានិច្ចដោយចិត្តតានុបស្សនាកម្មដ្ឋានទើបរងាប់នៅការមិនពេញចិត្តនោះបានសង្កត់ចិត្តហើយក៏ផ្សាយមេត្តាធម៌ចំពោះកំឡោះនោះហើយក៏និយាយទៅយឺតថាអាត្មានៅក្នុងនេះមកយូរហើយល្មមនឹងបានទទួលបទរៀនពីដើមឈើសូមឲ្យញោមមើលទៅស្លឹកឈើទាំងអស់នេះចុះវានឹងមិនជ្រុះធ្លាក់មកដោយឯងនោះឡើយលើកលែងតែវាទុំជ្រុះទើបធ្លាក់ចុះមកបានពាក្យនិយាយរបស់អាត្មាក៏ដូចនោះដែរនឹងមិនមានពាក្យណាចេញមកពីមាត់លើកលែងតែពាក្យពិតអាត្មាឈប់និយាយពាក្យមិនពិតពាក្យបញ្ឆោតមកតាំងតែពីថ្ងៃដំបូងដែលអាត្មាចូលមកបួសគឺ8ឆ្នាំហើយខ្ញុំកណាសូមអភ័យទោសទៀនដោយខ្ញុំកណាប្រាពាក្យមិនសមគួរហួសទៅក្មេងប្រុសនោះក៏និយាយដោយទឹកមុខភ័យផាត់ហើយលើកដៃសំពះដើម្បីមិនឲ្យមានបញ្ហាផ្សេងខ្ញុំកណាសូមទូលព្រះអង្គត្រង់ថាខ្ញុំចង់បានព្រះអង្គទ្រង់គ្រឿងដែលគេតែងតែយកមកព្យួរកគ្រប់គ្នានោះព្រះអង្គប្រហែលជាស្គាល់ហើយញោមធ្លាប់ឮពាក្យថាព្រះបដិមាឬទេអាត្មាសួរប៉ុណ្ណាធ្លាប់គេឆ្លើយដោយជ្រួញចិញ្ចាំបន្តិចតែញោមបានយល់ឬទេពាក្យថាព្រះបដិមាតើប្រែថាដូចម្ដេចដែរអាត្មាសួរថែមទៀតប៉ុណ្ណាមិនដឹងទេទៀនពាក្យថាបដិមាជាភាសាបាលី
ប្រែថាកាល័យឬបន្លំមិនពិតប្រាកដទេព្រះបដិមាគឺព្រះមិនពិតព្រះកាល័យព្រះអង្គតូចធំដែលគេកសាងដោយលោហៈធាតុផ្សេងដូចជាមាសស្ពាន់ទង់ដែងសំរិទ្ធឬកសាងដោយស៊ីម៉ង់ក៏នឹងគេការផ្សេងទាំងនេះគឺជាបដិមាកាល័យមិនពិតទាំងអស់គេកសាងឡើងដើម្បីអនុស្សាវរីយ៍ដាស់តឿនចិត្តឲ្យអ្នកទៅក្រាបសំពះនោះរលឹកទៅដល់ព្រះសម្មាសម្ពុទ្ធព្រះបរមសាស្តាតែប៉ុណ្ណោះព្រះកាល័យព្រះមិនពិតទាំងអស់នេះមិនអាចនឹងជួយការពារអ្នកដែលប្រព្រឹត្តអាក្រក់នោះបានទេសូម្បីតែយ៉ាងណាក៏ដោយក៏មិនរួចអំពីសេចក្តីទុក្ខភ័យបានដែរញោមប្រហែលជាធ្លាប់ឮដំណឹងថាមានខ្លានេះខ្លានោះត្រូវពួកប៉ូលីសបាញ់សម្លាប់ជាញឹកញយខ្លាទាំងអស់នេះសុទ្ធតែមានព្រះពុទ្ធរូបជួរកពេញទាំងអស់ប៉ុន្តែនៅទីបំផុតត្រូវស្លាប់ដោយគ្រាប់កាំភ្លើងទាំងអស់ព្រោះហេតុដូច្នេះហើយទើបអាត្មាមិនអោយព្រះកាល័យទៅដល់អ្នកណាឡើយតើព្រះអង្គនឹងអោយអ្វីដល់ខ្ញុំកណាក្មេងកំឡោះនោះសួរហើយក៏ដកដង្ហើមធំអាត្មាបានប្រាប់ហើយថានឹងអោយព្រះពិតគឺព្រះពិតហើយណាព្រះអង្គពិតនោះតើខ្លួនបដិជ្ជប្រគុណនេះឬតើមែនឬមិនមែននាងស្រីនិយាយឲ្យសើចដោយការពេញចិត្តដែលខ្លួនឯងយល់ច្បាស់ថាអាត្មានឹងអោយអ្វីមិនមែនទេរូបអាត្មាមិនមែនព្រះពិតនោះទេគឺគ្រាន់តែជាសមត្ថសង្ឃឬជាព្រះសង្ឃដោយការសន្មតប៉ុណ្ណោះថាបើដូច្នោះតើព្រះពិតនោះជាអ្វីដែរសូមព្រះអង្គព្រះមេត្តាទានឲ្យឆាប់មកក្មេងកំឡោះនោះក៏ពោលឡើងដោយរំខានជាខ្លាំងអាត្មាសង្កត់ចិត្តហើយផ្សាយមេត្តាធម៌ដល់ពួកគេទាំងពីរនាក់ហើយក៏និយាយឡើងយឺតមួយច្បាស់ថាព្រះដែលពិតនោះមាន3ព្រះអង្គគឺព្រះវិសុទ្ធិគុណ1ព្រះបញ្ញាគុណ1និងព្រះមហាករុណាគុណ1អាត្មាសូមប្រគល់ព្រះទាំង3ព្រះអង្គនេះជូនទៅដល់ញោមតើខ្ញុំកណាអាចទទួលបានដោយរបៀបណាក្មេងប្រុសសួរដោយងឹងឆ្ងល់ព្រះអង្គពិតប្រាកដទាំង3ព្រះអង្គនេះញោមយកទៅព្យួរស្ងៀមមិនបានទេគឺត្រូវយកទៅទុកនៅក្នុងខ្លួនតែម្ដងគឺញោមត្រូវធ្វើខ្លួនឲ្យបានបរិសុទ្ធលះបង់នៅអំពើអាក្រក់តាមផ្លូវកាយផ្លូវវាចានិងផ្លូវចិត្តបើញោមធ្វើបានដូច្នោះហើយញោមនឹងមានព្រះវិសុទ្ធិគុណនេះគឺព្រះអង្គដំបូងនៅក្នុងខ្លួនគឺញោមស្វែងរកការចេះដឹងដោយការសិក្សារៀនសូត្រការស្ដាប់ការអានការចូលទៅចិត្តអ្នកប្រាជ្ញដោយការសន្ទនាជាមួយនឹងលោកអ្នកចេះអ្នកដឹងមានបញ្ញាជាអ្នកមានសិលបរិសុទ្ធបើញោមបានធ្វើយ៉ាងនេះហើយញោមនឹងមានព្រះទី2ទៀតគឺព្រះបញ្ញាគុណនៅក្នុងខ្លួនញោមត្រូវមានសេចក្តីករុណាជានិច្ចនៅក្នុងចិត្តគឺត្រូវមានចិត្តអាណិតអាសូរជួយសង្គ្រោះមិត្តមនុស្សគ្រប់គ្នាគ្រប់វេលាដែលអាចជួយទៅបានប្រសិនបើញោមបានធ្វើយ៉ាងនេះហើយនោះបានឈ្មោះថាញោមមានព្រះអង្គទី3គឺព្រះមហាករុណាតិគុណនៅក្នុងខ្លួនក្មេងកំឡោះក្រមុំទាំងពីរនាក់អង្គុយស្ងៀមសម្លឹងមុខគ្នាមួយសន្ទុះហើយក្មេងប្រុសក៏និយាយឡើងព្រមទាំងសើចតើព្រះពិតទាំង3ព្រះអង្គរបស់ព្រះអង្គនេះតើលោកអាចជួយការពារដល់ខ្ញុំកណាគឺគេបាញ់មិនត្រូវកាប់មិនចាក់កំបិតចាក់មិនមុតបានដូចម្ដេចទៅព្រះអង្គអាត្មាធានាថាប្រសិនជាញោមមានព្រះពិតទាំង3ព្រះអង្គនោះបរិបូរណ៍នៅក្នុងខ្លួនហើយសូម្បីថាកុំថាឡើយគេបាញ់មិនត្រូវថែមទាំងគ្មាននរណាមកបាញ់ញោមថែមទៀតផងកុំថាឡើយគេចាក់មិនមុតគឺគ្មាននរណាគេមកចាក់ញោមផងសូមថ្វាយបង្គំលាហើយក្មេងប្រុសពោលឡើងបែបមិនសូវសប្បាយចិត្តហើយក៏អូនក្រាបបង្គំទាំងពីរនាក់ក៏ក្រោកដើរចេញទៅទាំងមិនងាកក្រោយអាត្មាតាមមើលគេលុះត្រាផុតដើមឈើក៏នឹកពោម្នាក់ឯងតិចថាមនុស្សយើងនៅក្នុងលោកនេះភាគច្រើនគេមិនត្រូវការព្រះអង្គពិតប្រាកដទេគេត្រូវការតែព្រះកាល័យហើយក៏ងាកមើលទៅទឹករលកដែលនៅក្នុងអាងធំនោះតែងតែនាំយករលកតូចប្រសាទចូលទៅប៉ះទង្គិចច្រាំង
ហើយក៏រលត់បាត់ទៅ